ជាសួរគ្រូនឹងសួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកគ្នាអំពីការកំណត់ group permission ទៅលើ group ឬក៏ការកំណត់ group permission ហ្នឹងទៅតាមរយៈ user អញ្ចឹងដើម្បីទៅកន្លែងហ្នឹងបានយើងមានបូតចំណុចធំអញ្ចឹងទី1គឺយើងទៅបង្កើត group ទាំងអស់គ្នាសិនសម្រាប់ group ដំបូងគឺយើងបង្កើតនៅ group developer អញ្ចឹងយើងប្រើនៅ command group sudo group add ហើយយើងដាក់ឈ្មោះតមកទៀតខ្ញុំដាក់បន្តទៀតបន្តែខ្ញុំដូរឈ្មោះវិញអញ្ចឹងខ្ញុំមានក្រុមមួយទៀតគឺក្រុម DevOps ហើយនឹងចុងក្រោយហ្នឹងគឺក្រុម UX UI កាន់អញ្ចឹងបន្ទាប់ពីបង្កើតហើយយើងអាចប្រើនៅ command cat /act/group ដើម្បីទៅឆែកមើលថាតើគ្រប់ទាំង3មិញហ្នឹងយើងបានបង្កើតនៅអូខេអញ្ចឹងអ្នកនរគ្នាអាចឃើញនៅខាងក្រោមគេហ្នឹងមានគ្រប់3 ID ពី1004ដល់1006ដែលយើងបានបង្កើតមិញអូខេឥឡូវបន្ទាប់ពីយើងបង្កើតគ្រប់ហ្នឹងហើយយើងចូលមកកាន់ចំណុចបន្ទាប់ទៀតគឺទៅ delete គ្រប់ developer ហើយយើងទៅសូវាអញ្ចឹងសួរយើងអាចប្រើប្រាស់នៅ command sudo group del ហើយយើងដាក់ឈ្មោះគ្រប់យើងចង់ delete ហ្នឹងមកអូខេឥឡូវយើងទៅឆែកម្ដងទៀតនៅសល់គ្រប់នឹងអត់អញ្ចឹងអត់មានទេមិញយើងមាន developer មួយ ID 1004ឥឡូវបាត់ហើយអញ្ចឹងសម្រាប់ចំណុចបន្ទាប់គឺយើងត្រូវមកបង្កើត file TXT ចំនួន3ហើយលេខ5គឺ listware slong text សូមឥឡូវខ្ញុំបង្កើតវានៅខាងក្រោមខ្ញុំ sudo touch ទៅលើ file ទាំងអស់ហ្នឹងមួយអញ្ចឹងឥឡូវខ្ញុំដាក់ captex ដាក់ file developer.txt ux ui.txt និងចុងក្រោយរបស់យើងហ្នឹងគឺ develop.txt អូខេឥឡូវយើងឲ្យវាមើលមក yes ឥឡូវខ្ញុំបានបង្កើតវាបាន3ហើយយើងអ្នកនរគ្នាឃើញអញ្ចឹងប៉ុន្តែសារនៅក្នុងហ្នឹងខ្ញុំមានគ្រប់មាន user ចាស់នៅក្នុងហ្នឹងស្រាប់អ្នកនរគ្នាអាចមើលឃើញនៅខាងមុខរបស់វាឥឡូវដូចនៅជួរទី3អញ្ចឹង develop.txt ហ្នឹងវាមាននៅ permission របស់វា .r.w .r.r ហ្នឹងអាហ្នឹងជា permission របស់វាអញ្ចឹងទៅខាងមុខទៀតយើងនឹងទៅ understand ពី permission ហ្នឹងទាំងអស់គ្នាអូខេអញ្ចឹងយើងតទៅចំណុចមួយទៀតហ្នឹងគឺគេឲ្យយើងឆាំងទៅ file permission ហ្នឹងទៅ7555អញ្ចឹង7555សម្រាប់ all text ដែលយើងបានបង្កើតទាំង3មិញហ្នឹងណាអាហ្នឹងបានន័យថាពេលដែលយើងឆាំងទៅ user ហ្នឹងគឺគាត់មានសិទ្ធទាំងអស់មានទាំងសិទ្ធ read write ហើយនឹង remove sorry read write ហើយនឹង execute អញ្ចឹងឥឡូវយើងឆាំងទៅអាហ្នឹងទាំងអស់គ្នាអញ្ចឹងដើម្បីឆាំងអាហ្នឹងបានយើងប្រើនៅ command មួយឈ្មោះថា change mode អញ្ចឹងអ្នកនរគ្នាគ្រាន់តែ back មកវិញមកយើងសរសេរ change mode 755ហើយយើងឲ្យទៅ raw file txt ទាំងអស់មួយទៀតកុំភ្លេចsudo នៅពីមុខមួយផងអូខេឥឡូវ enter អញ្ចឹងយើងអាចទៅមើលម្ដងទៀតថាតើ raw file txt របស់យើងមិញហ្នឹងវាបានឆែកទៅដូរលក្ខខណ្ឌផ្សេងនៅឥឡូវយើងអាចមើលអញ្ចឹងម្ដងយើងមើលតែ txt បានហើយយើងឲ្យ s.o ហ្នឹងគឺ long text ហើយយើង .txt អញ្ចឹងឥឡូវ file មិញនេះវាមានភាពខុសគ្នាពីខាងលើដូចអ្នកនរគ្នាមើលឃើញនៅខាងមុខវាអញ្ចឹងឥឡូវវាមាន .rw xr.xr.x អញ្ចឹងអាហ្នឹងបានន័យថាវាមាន full permission ហើយអាលេខ755ហ្នឹងគឺសំដៅទៅលើការឆែក permission របស់ file ទាំងអស់ហ្នឹងហើយសម្រាប់ចំណុចបន្ទាប់របស់យើងហ្នឹងគឺយើងយកអា file ដែលយើងបង្កើតមិញហ្នឹង add វាចូលទៅក្នុងក្រុមដែលយើងបង្កើតវាមួយអញ្ចឹងអ្នកនរគ្នាប្រើនៅ command sudo change owner នេះហើយយើងប្រើ root ហើយយើងដាក់ឈ្មោះក្រុមដែលយើងចង់ add វាចូលហ្នឹងអញ្ចឹងថាខ្ញុំដាក់ developer ហើយយើងដាក់ឈ្មោះ file ដែលយើងបានបង្កើតហ្នឹងអញ្ចឹងខ្ញុំមិនមាន file developer txt នេះអូខេអញ្ចឹងអ្នកនរគ្នាធ្វើអាហ្នឹង3ដងឲ្យគ្រប់ទៅយើង add វាចូល developer DevOps ហើយ UI UI គ្រប់នឹងម្ដងមួយទៅគ្រប់ទាំងអស់ហ្មងអញ្ចឹងឥឡូវខ្ញុំធ្វើគ្រប់ទាំង3ហើយដូចអ្នកនរគ្នាឃើញអាកន្លែងហ្នឹងអញ្ចឹងឥឡូវយើងបានដូរពីគ្រប់របស់វាមួយហ្នឹងខ្ញុំដាក់ក្នុង developer ទាំងអស់ហើយអញ្ចឹងយើងចូលទៅចំណុចបន្ទាប់របស់យើងមួយទៀតហ្នឹងគឺយើងធ្វើម៉េចឲ្យគ្រប់ developer និង UI UI នេះកុំឲ្យគាត់អាចមានសិទ្ធិ access បានទៅកាន់គ្រប់របស់ DevOps អញ្ចឹងដើម្បីបន្តទៅចំណុចទី3ឲ្យចប់មកដើម្បីយើងតេស្តមើលថា permission របស់យើងហ្នឹងវាដើរបានប៉ុន្មាន%គឺយើងត្រូវ add permission ទៅកាន់ user របស់យើងមានសិនអញ្ចឹងជាបន្ទូ server របស់ខ្ញុំមាន user មួយឈ្មោះថា support 01អញ្ចឹងឥឡូវខ្ញុំចង់ add អា file ទាំងអស់នេះចូលទៅកាន់ user របស់ខ្ញុំដោយប្រើនៅ command ខាងក្រោមគឺ sudo user mode .a ហើយ g ធំហើយយើងដាក់ឈ្មោះ
file របស់យើងហ្មងអញ្ចឹង developer ហើយនឹងមួយទៀតហ្នឹងគឺ UX UI ហើយចុងក្រោយគឺយើងដាក់ឈ្មោះ user របស់យើងអញ្ចឹង user នេះមានឈ្មោះ support 01 អូខេអូខេបន្តមកទៀតឥឡូវយើងដល់វគ្គយើងមកតេស្ត clarify មើលថាតើអីដែលយើងបាន set permission នៅខាងមុខហ្នឹងវាចុះចៃអត់ so យើង ASA ចូលទៅកាន់ user ដែលយើងមានមួយហ្នឹងទៅអញ្ចឹងខ្ញុំមាន user មួយឈ្មោះថា support 01ហើយយើងចូលទៅ192.168.0.2អូខេឥឡូវខ្ញុំបានចូលមកក្នុងហ្នឹងហើយយើងបញ្ជាក់ខ្លួនឯងយើងជាណាគេឥឡូវខ្ញុំជា user support 01អញ្ចឹងអឺយើងអាចមើលបានតើ user ហ្នឹងមានបានគ្រប់អញ្ចឹងឥឡូវខ្ញុំមានតែ2គ្រប់ឯងគឺគ្រប់ UX UI និងគ្រប់ developer អញ្ចឹងខ្ញុំអាចមាន set access ចូលទៅក្នុងគ្រប់របស់ DevOps បានទេអញ្ចឹងឥឡូវខ្ញុំ CD ចូលទៅ main project របស់យើងតែយើង install នៅក្នុង home ហ្នឹងអូខេឥឡូវយើងអាច check មើលបាននេះដូចអ្នកនរគ្នាឃើញអញ្ចឹងនៅក្នុង home ហ្នឹងយើងមាននៅ DevOps project របស់យើងមួយនេះ DevOps.tt នេះអញ្ចឹងបើសិនជាខ្ញុំសាក cat ចូលមើល DevOps ហ្នឹង .tt គឺយើងចូលអត់បានទេ permission deny ដោយសារមិញយើងអត់បាន allow ឲ្យវាយើងបិទ allow វានៅត្រង់កន្លែងនេះអ្នកនរគ្នាមើលឃើញកន្លែងនេះមានភាពខុសគ្នាល្បែងខាងលើនៅខាងក្រោមនៅកតុយនេះមាន rx.x ប៉ុន្តែនៅនេះមានតែ x. ទាំងអស់ហ្មងអញ្ចឹងសម្រាប់ DevOps ហ្នឹងយើងអត់មាន set នៅខាងក្នុងហ្នឹងឯងយើងបានបិទ set សរុបទាំងអស់ហ្នឹងហើយអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនា